ពាក់ព័ន្ធនឹងធម្មពលស្អាតដោយមានការលើកឡើងច្រើនពីវិស័យឯកជនច្រើនឡើងខ្ញុំសូមឲ្យក្រសួងរាយធម្មពលសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលើលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ធម្មពលអគ្គិសនីស្របតាមស្តង់ដារ Clean Energy ដើម្បីបំពេញលក្ខខណ្ឌតម្រូវការក្នុងការនាំចេញនាំចូលទុកដីអានឹងគឺតាក់ទងហើយព្រោះឥឡូវប្រទេសខ្លះគឺបើសិនជារោងចក្រនឹងដើរដោយធ្យូងថ្មគេអត់នាំចូលទេផលិតផលចេញពីស្រុកនោះប្រទេសខ្លះក៏ដាក់លក្ខខណ្ឌហើយបាទបើសិនជាផលិតផលនៅរោងចក្រនឹងចេញពីប្រើប្រាស់ធម្មពលស្អាតគេឲ្យលក្ខខណ្ឌពិសេសចូលអញ្ចឹងគឺការគិតគូររបស់រាជរដ្ឋាភិបាលដែលយើងឈានទៅដល់ឆ្នាំ2050គឺថាពី carbon neutral ហើយយើងឈានទៅដល់2030ធាតុផ្សំនៃធម្មពលស្អាតឥឡូវយើង62%នៃធម្មពលទូទៅអញ្ចឹងយើងសង្ឃឹមថា2030យើងឈានទៅដល់70%ឆ្នាំទៅខ្ញុំឯកភាព23គម្រោងធំដូច 6000 លានជាងដែលមានទាំងវារីអគ្គិសនីមានទាំងសូឡាមានទាំងប្រព័ន្ធផ្សេង biomass អីដើម្បីធានានៅធម្មពលស្អាតឲ្យកាន់តែច្រើនអញ្ចឹងខិតខំធ្វើយ៉ាងណាដើម្បីផ្គុំគ្នាទៅលើកិច្ចការនេះប៉ុន្តែត្រូវវិភាគនិងសិក្សាជាប្រចាំទៅលើដំណោះស្រាយថ្មីហើយជាពិសេសនៅធានានៅនិរន្តរភាពរយៈពេលវែងបាទព្រោះបច្ចេកវិទ្យានីមួយសិតតែមានបញ្ហាកំណត់គេហៅកម្រិតរបស់វាអញ្ចឹងហើយបានជាការប្រើប្រាស់មានការប្រែប្រួលចុះឡើងសូម្បីតែ BP ឥឡូវក៏មានការកែស្រួលស្រេចរេចគេថាយុទ្ធសាស្ត្ររបស់ខ្លួនដែរតើប្រមាណភាគរយនៃការធានាលើធម្មពលស្អាតដែលយើងគិតហើយក្រៅពីនោះយើងបំពេញដោយស្អីហើយនៅក្នុងធម្មពលស្អាតនេះតើត្រូវមានស្អីទៀតបាទបើយើងធ្វើ 100% សូឡាពេលណាអត់ថ្ងៃយើងចប់ហើយអញ្ចឹងយើងមានវារីអគ្គិសនីដែលមានភ្លៀងអញ្ចឹងពេលណាមានភ្លៀងវារីអគ្គិសនីដើរពេលណាអត់ភ្លៀងវារីអគ្គិសនីមិនសូវដើរបានសូឡាយងបើអត់ទាំងពីរមានតែខ្យល់មានខ្យល់ដើរបើអត់ទាំងខ្យល់អត់ទាំងធម្មជាតិមាន biomass តើប្រមាណភាគរយដែលយើងអាចធានាបានពីការប្រើប្រាស់ធនធាននៅក្នុងស្រុករបស់យើងនេះគឺជាកិច្ចការសំខាន់តាក់ទងនឹងការប្រើប្រាស់ធនធានក្នុងស្រុកខ្ញុំឃើញថ្ងៃមួយមានម្នាក់គេចេញមកគេថាភ្នំនៅស្រុកចិនភ្នំណាក៏គេធ្វើចការដែរតែភ្នំនៅស្រុកខ្មែរឃើញតែវៃថ្មខ្ញុំថាបើអ្នកទៅថតភ្នំដែលស្រុកចិនធ្វើចការប្រកាសជាឃើញចការហើយបើអ្នកទៅថតភ្នំនៅមណ្ឌលគិរីប្រកាសជាឃើញយើងដាំអាកាសចាហើយតែបើអ្នកថតទៅកន្លែងដែលយើងយកភ្នំថ្មដើម្បីធ្វើប្រកាសជាមានឃើញការវាយយកថ្មហើយចិនធ្វើហេដ្ឋារចនាប្រព័ន្ធក្នុងប្រទេសរបស់គេច្រើនណាស់សួរថាតើគេនាំចូលថ្មនាំចូលស៊ីម៉ង់ពីក្រៅឬទេអត់ទេគេប្រកាសជាយកនៅក្នុងស្រុកហើយគេប្រកាសជាយកហើយសូម្បីតែនៅអាមេរិកក៏គេយកផលិតគេមិននាំថ្មវាយចូលទេធ្វើ highway នៅអាមេរិកមិនទៅនាំថ្មធ្មុំពីមិចស៊ីកូឬកាណាដាទេវាថ្លៃគេវាយយកថ្មនៅខាងក្នុងប៉ុន្តែសំខាន់គឺការគ្រប់គ្រងដោយចីរភាពកន្លែងណាដែលត្រូវថែទាំកន្លែងណាដែលត្រូវអត់បើមិនចឹងតម្លៃនៃការដឹងជូនតម្លៃនៃការផលិតខ្ពស់យើងប្រកួតប្រជែងគេទេធនធានធម្មជាតិហើយអ្នកពេលខ្លះខ្ញុំពិបាកយល់ខ្ញុំបោកអត់ចេញតាមសម័យកាលបងប្អូនខ្លះគាត់ថាប្រទេសខ្មែរធនធានធម្មជាតិច្រើនណាស់ហេតុអីក៏ទៅខ្ចីគេមកវិនិយោគអ្នកជាមួយគ្នានឹងគាត់ថាខ្ទេចអស់ហើយធនធានធម្មជាតិអញ្ចឹងបើសិនជាប៉ះធនធានធម្មជាតិមិនបានហើយមិនឲ្យខ្ចីគេបើពាក់ព័ន្ធតើយើងយកពីណាខ្សាច់តើយើងត្រូវទិញពីគេទេតើយើងត្រូវទិញស៊ីម៉ង់ពីថៃរហូតយកមកធ្វើនៅស្រុកយើងទេបើយើងមានភ្នំនៅកពតតាំងពីដើមយើងធ្វើស៊ីម៉ង់ដើម្បីផ្គត់ផ្គង់ក្នុងស្រុកបាទស៊ីម៉ង់ឥឡូវយើងអាចនិយាយបានថាស៊ីម៉ង់ក្នុងស្រុកយើងផ្គត់ផ្គង់80% នៅក្នុងប្រទេសរបស់យើងតម្លៃសមរម្យគុណភាពល្អហើយអាចធានាបាន
ប៉ុន្តែអ្វីដែលសំខាន់គឺការធានានូវចីរភាពគ្រប់គ្រងទុនធានធម្មជាតិដោយការទទួលខុសត្រូវអញ្ចឹងហើយបានជារាជរដ្ឋាភិបាលក្រុងកណ្ដាលនេះខ្ញុំបានឲ្យគោលការណ៍ឧទាហរណ៍ថាតាផ្លូវជាតិមួយដែលត្រូវធ្វើកន្លែងយកថ្មគឺយកកន្លែងណាឲ្យមានច្បាស់លាស់កុំឲ្យនៅគៀកឬមួយអីហ្នឹងហើយយកកន្លែងហ្នឹងទោះបីជាវាអាចដឹកជូនថ្លៃក៏ដោយជាជាងយើងកលវាយគ្រប់កន្លែងយើងមកកន្លែងណាមួយគ្រប់កងកន្លែងហ្នឹងឲ្យបានខ្ញុំបានលុបនៅអាជ្ញាប័ណ្ណការឲ្យអាជ្ញាប័ណ្ណថ្មីនៅក្នុងការរុករ៉ែនៅព្រៃឡង់កុំឲ្យពិបាកអ្នកដែលមានអាជ្ញាប័ណ្ណហើយសល់ប្រមាណមិនឲ្យពង្រីកតំបន់រទេថ្ងៃមុនខ្ញុំបានដក license ពីភ្នំមួយនៅកពតដែលក៏អត់ធ្វើទេដើម្បីយកមកវិញពីក្រុមហ៊ុនស្នាសុំស៊ីម៉ងមួយហើយប្រែក្លាយនឹងទៅជាទេសចរធម្មជាតិតែម្ដងតែសួរថាតើយើងអាចដកទាំងអស់ទេយើងមិនអាចទេបើដរាបណាយើងនៅតែត្រូវការថ្មមិចដើម្បីក្រាលផ្លូវយើងត្រូវការកន្លែងដើម្បីយកថ្មនៅក្នុងស្រុកហើយដរាបណាយើងចង់ឲ្យមានលទ្ធភាពមានថ្មថោកជាជាងបន្តិចក៏ទៅទិញពីគេមកដែរក៏យើងត្រូវហើយដរាបណាយើងចង់ប្រើខ្សាច់នៅក្នុងប្រទេសរបស់យើងធ្វើសំណង់ជាជាងខ្សាច់មួយគីបក៏ទិញពីប្រទេសជិតខាងដែរយើងតលតែមានលទ្ធភាពយកខ្សាច់ទៅក្នុងប្រទេសប៉ុន្តែយកយ៉ាងណាកុំឲ្យប៉ះពាល់បរិស្ថានប៉ះពាល់ដល់ប្រជាជនដោយគ្មានដំណោះស្រាយនឹងហើយដែលត្រូវធ្វើការវិភាគកន្លែងខ្លះថ្ងៃមុនក្រុមហ៊ុនមួយចំនួនគាត់ស្រែកគាត់ថា EIA នៅស្រុកខ្មែរក្រសួងបរិស្ថានយូរណាស់6-7 ខែអត់ទេប្រទេសខ្លះ3ឆ្នាំគេសិក្សាលម្អិតណាស់បាទហើយបើយើងមើលពីវិរិយអគ្គិសនីសិក្សារាប់សិបឆ្នាំមុននឹងឲ្យធ្វើគិតគូរទាំងពីសត្វដែលនៅទីនោះតាក់ទងពីធនធានធម្មជាតិទាំងប្រជាពលរដ្ឋបើត្រូវធ្វើរបៀបម៉េចកុំឲ្យប៉ះពាល់ហើយត្រូវការដោះស្រាយយ៉ាងម៉េចការធានាតែបើយើងមិនធ្វើវិរិយអគ្គិសនីបានភ្លើងមកពីណាមកផ្គត់ផ្គង់នៅទីនេះឬខេត្តផ្សេងខេត្តពោធិ៍សាត់មួយមានអាចផ្គត់ផ្គង់អគ្គិសនីសម្រាប់ឧស្សាហកម្មច្រើនបង្កើតការងាររាប់សែនកន្លែងបើយើងអត់អនុតើយើងទៅធ្វើអីប្រទេសកម្ពុជាមិនមែនជាប្រទេសទី1ដែលធ្វើវិរិយអគ្គិសនីទេនៅសហរដ្ឋអាមេរិកច្រើនវិរិយអគ្គិសនីក្រោយមកមាននុយក្លេអ៊ែរយើងមិនទៅធ្វើនុយក្លេអ៊ែរទេបច្ចុប្បន្នតែមិនមែនថាយើងបិទច្រកនោះទេនៅក្នុងពេលកម្រិតណាមួយដែលតម្រូវការយើងចាំបាច់ហើយយើងអស់លទ្ធភាពផ្ទៃក្នុងយើងនឹងសិក្សាប្រឌិតទៅលើនេះព្រោះយើងមិនចងជើងទេធ្វើយ៉ាងណាដើម្បីឲ្យសេដ្ឋកិច្ចខ្មែរប្រជាជនខ្មែរកាន់តែរីកចម្រើនហើយការធានាភ្លើងអគ្គិសនីការធានាថាមពលគឺជាកត្តាមួយជំរុញសេដ្ឋកិច្ចឥឡូវបើសិនជាអត់ភ្លើងអគ្គិសនីខ្ញុំគិតថាអ្នកទាំងអស់គ្នានៅទីនេះប្រហែលជានៅមិនសុខទេហេតុអីទី1ក្តៅទី2ល្ងិតសំខាន់ទី3ពេលទូរស័ព្ទអស់ថ្មនោះអានឹងពិបាកជាងគេម្នាក់បើសិនជាដកទូរស័ព្ទតាម24ម៉ោងគឺនៅស្ងប់ស្កល់បាត់អីមួយមិនខានដែលខ្ញុំលេងសើចថាប្រពន្ធមិននៅផ្ទះ3ថ្ងៃមិនសូវចាប់អារម្មណ៍ព្រោះមើលអានេះរហូតមើលគេតតបាល់មើលអីរហូតតែបើបាត់អានេះតែ5ម៉ោងប្រហែលជាដូចបាត់អីមួយហើយបាទអាដាមស្នងការប្រកាសជាព័ត៌មានចាប់រហូតតាមនឹងបាត់ព័ត៌មានបាត់ទូរស័ព្ទអត់ដឹងពីណារាយការណ៍អីព្រោះឥឡូវរាយការណ៍តាម WhatsApp Telegram មកហើយបាទពីមុនវាយវិទ្យុតាក់ទងវាយអីបាទឥឡូវតាមនឹងលឿនអាវុធហត្ថដូចគ្នាកងទ័ពដូចគ្នាបាទអញ្ចឹងអាដាមកឹមសេងងនមិញខ្ញុំឃើញមើលបែបស្រួលគេកំពុងរាយការណ៍ការងារនៅកងពលមកទៀតបាទហើយបើសិនជាដាច់ភ្លើងអត់អីសាកទូរស័ព្ទប្រហែលជាមិនដឹងធ្វើម៉េចទេសម័យឥឡូវអ្នករត់អ្នកនាំសារជិះម៉ូតូក៏មិនលឿនជាង WhatsApp Telegram ដែរអញ្ចឹងបើសិនជាយើងគ្មានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ទេឧស្សាហកម្មយើងក៏មិនដើរដែរកសិកម្មយើងក៏មិនដើរដែរ
កសិកម្មយើងឥឡូវភាគច្រើនគឺប្រើគ្រឿងយន្តដូចគ្នាដែរទេការចិញ្ចឹមគោនៅកន្លែងខ្លះគេចិញ្ចឹមទុកលក់សាច់ឬចិញ្ចឹមទុកមើលទៅហើយខេត្តតាកែវផ្ទះខ្លះគាត់ចិញ្ចឹមអត់កាប់ទៀតគាត់ចិញ្ចឹមអត់អីទៀតគាត់ចិញ្ចឹមទុកគោបាគោអីហ្នឹងឥឡូវគោបាក៏លែងគេហៅគេធ្លាប់ទៅហៅសំណាងឥឡូវលែងមានសំណាងហើយព្រោះគេបច្ចេកវិទ្យាគេទៅអ្នកដឹងមិនដឹងសុំទោសនិយាយលេងអញ្ចឹងគ្រប់វិស័យទាំងអស់ទេសចរកសិកម្មកសិឧស្សាហកម្មឧស្សាហកម្មធនស្រាលធនស្គុនសិតតែពឹងវិរិយអគ្គិសនីទាំងអស់ហើយបើចង់ឲ្យទាំងអស់នេះរីកកាន់តែធំតតែមានធម៌ពលផ្គត់ផ្គង់កាន់តែច្រើនហើយធម៌ពលដែលថោកហើយគ្រប់គ្រាន់ហើយទុកចិត្តបានថោកហើយបើ1ម៉ោងដាច់1ម៉ោងដាច់កន្លះម៉ោងចេះអត់ទុកចិត្តបានទៅមិនកើតទេឆេះអស់បើមានហើយតែថ្លៃពេកក៏លំបាកបើមានហើយតែមិនគ្រប់គ្រាន់បានន័យថាតំបន់នេះមានរោងចក្រថ្ងៃក្រោយមាន30ត្រូវតែចែកគ្នាម្នាក់10រោងចក្រ10ម៉ោងអញ្ចឹងទៅអាហ្នឹងក៏អត់គ្រប់គ្រាន់អញ្ចឹងបានត្រូវតែយើងខិតខំពុះពៀដើម្បីធានាការវិវត្តធម៌ពលរបស់យើងដូចជាវិរិយអគ្គិសនីដូចជាកន្លែងបច្ចុប្បន្នដែលយើងធ្វើព្រោះមានការវាយប្រហារកន្លងទៅពីថាហេតុអីបានជាយើងធ្វើវិរិយអគ្គិសនីស្លាប់សត្វស្លាប់បំផ្លាញធនធានធម្មជាតិអត់ទេយើងធ្វើដោយការទទួលខុសត្រូវប៉ុន្តែដើម្បីរស់ទាំងអស់គ្នាថ្ងៃមុនខ្ញុំទៅបើកការដ្ឋានធ្វើទំនប់ទប់ទឹកនៅអូអាស័យអូអាស័យឯដើមកែវរតនៈអត់ទេនៅអាស័យជ្រុំតតៃលើមានបងប្អូនមួយចំនួនមកពី3ឃុំថ្មបាំងដែលគាត់ប្រឆាំងជាមួយនឹងការអស់ខ្សែភ្លើងទៅគាត់ដោយសារគាត់ជឿសកម្មជនធម្មជាតិបដិអញ្ចឹងរដ្ឋមិនបខំគាត់ទេប៉ុន្តែមួយឆ្នាំក្រោយគាត់ឃើញភូមិផ្សេងទៀតមានភ្លើងប្រើនៅពេលដែលភូមិគាត់មានតែចង្គៀងអគ្គិសនីកូនរៀនពេលយប់លំបាកចំណាយខ្ពស់គាត់បានមកស្ម័គ្រចិត្តសុំឲ្យយើងតភ្លើងទៅឲ្យពួកយើងមិនបខំប្រជាពលរដ្ឋគាត់ព្រួយបារម្ភពួកគេទៅប្រាប់ថាធ្វើនឹងបំផ្លាញខ្ទេចហើយបងប្អូនរស់នៅអញ្ចឹងល្អហើយការពារដើមឈើតើមកបំផ្លាញហើយដល់ពេលគាត់ខ្លាចការភ័យបារម្ភរបស់គាត់យើងមិននិយាយក៏ខ្លាចគេមកមិនធ្វើតែខ្សែភ្លើងនឹងគេមកបំផ្លាញព្រៃឈើគាត់អស់ដល់គាត់ឃើញការធ្វើផ្សេងនៅភូមិផ្សេងដែលគេធ្វើតែមកធ្ពក់ខ្សែឲ្យការទទួលខុសត្រូវតំបន់នោះការពារដដែលហើយអ្នកនៅទីនោះមានភ្លើងមានស្អីជីវភាពបានធូរគាត់បើកអាជីវកម្មបើកអីនៅទីនោះអញ្ចឹងប្រជាពលរដ្ឋនៅទីនេះគាត់មកស្នើសុំដូចនៅថ្មបាក់បាទ2 3ឃុំខ្ញុំចាំអញ្ចឹងគាត់មកសុំខ្ញុំថាច្បាស់ឬនៅលោកអ៊ំពូមីងរត់អត់ប្រកបអញ្ចឹងគាត់ថាច្បាស់ហើយព្រោះឃើញគេបានឥឡូវគាត់តចូលហើយគាត់ចូលឲ្យឥឡូវគាត់បានភ្លើងប្រើស្អីគាត់បានសេដ្ឋកិច្ចនិងជីវភាពគាត់បានទូធាតើយើងធ្វើអីដីក៏របស់ខ្មែរព្រៃឈើក៏របស់ខ្មែរមនុស្សក៏ខ្មែរយើងធ្វើនេះដើម្បីឲ្យមនុស្សក៏បានផលព្រៃឈើក៏យើងថែរក្សាបូកជាមួយបរិស្ថានមិនបំផ្លាញនេះហើយគឺយើងធ្វើដើម្បីផលប្រយោជន៍ខ្មែរទាំងអស់គ្នាទាំងមនុស្សទាំងធនធានធម្មជាតិតែធ្វើប្រកាសជាប៉ះហើយប៉ុន្តែប៉ះដោយការគ្រប់គ្រងតែប៉ះដើម្បីអីដើម្បីលើកស្ទួយផលិតផលហើយមិនមែនធ្វើភ្លើងទាំងមូលដើម្បីឲ្យតែគាត់ទេពេលដែលគាត់បានហើយអ្នកនៅតាមផ្លូវនឹងគេទៅធ្វើគាត់បើកជាផ្ទះសំណាក់ហើយទេសចរទៅសម្រាប់នៅនោះទៀតកន្លែងខ្លះទេសចរគេមិនទៅទេទេសចរឥឡូវមានមួយចំនួនបែកផាក់គាត់ចង់ទៅធម្មជាតិប៉ុន្តែទេសចរធម្មជាតិក៏ដោយឥឡូវក៏គាត់ត្រូវការកន្លែងបញ្ចូលទូរស័ព្ទគាត់ដែរបាទគាត់ចង់បានធម្មជាតិប៉ុន្តែអ្នកដែលទៅបោះតង់មានមួយចំនួនប៉ុន្តែគេទៅនៅកន្លែងផ្ទះសំណាក់ឬមួយក៏បឹងកាឡូស្អីក្នុងព្រៃហើយគេប្រកាសជាចង់បានគេថាទឹកស្អាតឬមួយស្អីមួយចំនួនព្រោះគេខ្លាចឈឺខ្លាចអីដែរបាទគេចង់បានទូរស័ព្ទគេមានការអីគេចុចហៅសង្គ្រោះ
ចឹងកន្លែងណាក៏ត្រូវការកម្រិតណាមួយប៉ុន្តែកន្លែងខ្លះយើងមិនអាចតទៅទាំងអស់ទេយើងប្រើសូឡាប្រើអីនេះហើយដែលខ្ញុំថាការប្រើប្រាស់ទុនធានធម្មជាតិនិងការគិតគូរដើម្បីកែប្រែទុនធានធម្មជាតិដែលដូនតាបន្សល់ឲ្យដោយការទទួលខុសត្រូវដើម្បីផលប្រយោជន៍កូនចៅបច្ចុប្បន្ននិងទៅអនាគតដើម្បីប្រទេសយើងបានរីកចម្រើនជឿនលឿនដោយការទទួលខុសត្រូវនេះគឺការខិតខំប្រឹងប្រែងរបស់យើងត្រូវខិតខំទប់ស្កាត់ការបំផ្លាញការទន្ទ្រានទុនធានធម្មជាតិដោយខុសច្បាប់